ជំរាបសួរអ្នកនរគ្នាអាហ្នឹងមកបង្ហាញអ្នកនរគ្នាពីការចាក់សំណាញ់ក្បាលដំបងនៅលើដំបងហើយយើងចាប់ផ្ដើមពីក្បាលសំណាញ់មកអានេះរបៀបដែលខ្ញុំចាក់គឺខ្ញុំទីមួយខ្ញុំប្រើឈ្នួលតូចអត់ប្រើឈ្នួលធំទេដោយសារតែក្បាលដំបងអញ្ចឹងវារៀងពិបាកចាក់ឈ្នួលបន្តិចហើយនឹងវាទីតាំងយើងដែលយើងចាក់ហ្នឹងវាតិចវាជាអៀតតិចអានេះយើងចងដំបងមួយដើម្បីរឹតវាអ្នកឃើញអញ្ចឹងក្បាលដំបងខ្ញុំអានេះខ្ញុំចាក់របៀបខុសពីបងពីពូមុនពូដែលគាត់ធ្លាប់ចាក់អានេះខ្ញុំចាក់តាមតាខ្ញុំអ្នកនរគ្នាខ្ញុំរៀនពីគាត់មកហើយយើងចាក់2តង់យ៉ាងអ្នកនរគ្នាដើម្បីឲ្យជាប់គឺយើងសោក2ជាន់ហើយបានយើងទាញមកនេះឃើញវាពិបាកអញ្ចឹងវាជាអៀតអញ្ចឹងដោយសារតែវានៅគៀកគ្នាពេកអញ្ចឹងក្បាលដំបងហ្នឹងវារៀងពិបាកសម្រាប់យើងចាក់សំណាញ់ហើយចាក់សំណាញ់ទី1អ្នកនរគ្នាត្រូវចេះចងទី2អ្នកនរគ្នាត្រូវចេះបបែកក្មេងប្រហែលកាឡាយើងបបែកក្មេងម្ដងចឹងណាអ្នកនរគ្នាហើយនឹងទី3យើងចេះចាក់ចកានដើកចេះតពីមួយឈ្នួលទៅមួយឈ្នួលព្រោះមួយឈ្នួលយើងដាច់យើងប្រើឈ្នួលថ្មីយើងប្រើខ្សែថ្មីហើយអញ្ចឹងយើងត្រូវតវាអញ្ចឹងណាហើយបន្តមកទៀតគឺយើងត្រូវចេះចងជើងច្រវាក់អញ្ចឹងរបៀបចងគឺមានច្រើនអ្នកនរគ្នារៀនមើលបន្តិចទៅហើយកត់សម្គាល់ខ្លួនឯងអាហ្នឹងប៉ុន្តែនេះរបៀបខ្ញុំគឺខ្ញុំចាប់ផ្ដើមមកគឺខ្ញុំបបែកក្មេងមកអានេះបបែកក្មេងគឺមកកាឡាយើងបបែកមួយមកកាឡាយើងបបែកមួយអញ្ចឹងមានន័យថាមកកាឡាហ្នឹងគឺវាបែកទៅជា2កាឡាប៉ុន្តែអានេះមិនមែនគេហៅមកកាឡាឯងគេហៅកាឡាក៏បានហៅមកជួក៏បានដឹងហៅមិនឲ្យស្រួលអ្នកនរគ្នាចាំជួយខមមិនប្រាប់ផងប៉ុន្តែខ្ញុំហៅមកជួអ្នកនរគ្នាមកជួ2ជួបានមកកាឡាគុំចូលគ្នាអញ្ចឹងមកជួទី1នេះគឺខ្ញុំបបែកយកមកជាប់ជាមួយនឹងក្បាលសំណាញ់ហ្នឹងគឺយើងចាប់ផ្ដើមមកគឺយើងបបែកក្មេងយកមកអញ្ចឹងការបបែកក្មេងគឺរបៀបនេះអ្នកគ្នាមើលអញ្ចឹងទៅគឺថាមកកាឡាយើងបបែកមួយមកកាឡាយើងបបែកមួយហើយពេលដែលខ្ញុំចាក់ក្បាលដំបងហ្នឹងណាអ្នកនរឃើញពេលដែលខ្ញុំចាក់បាន5 6ទៅ7កាឡាគឺខ្ញុំដកចេញពីឈ្នួលចេញពីពុំហើយដោយសារអីបើយើងអត់ដកចេញទេវានឹងវាវែងណាដោយសារតែវាជាអៀតក្បាលដំបងហ្នឹងដូចខ្ញុំនិយាយតាំងពីដើមចឹងវាជាអៀតចឹងគឺយើង3 4ឬក៏5កាឡាហ្នឹង6កាឡាហ្នឹងគឺយើងដកចេញពីឈ្នួលមកចេញពីពុំមកដើម្បីឲ្យវាស្មើគ្នាព្រោះសំណាញ់វារៀងជាងបំពង់មូអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងហើយបានយើងត្រូវចាក់វាដកឈ្នួលដកពុំចេញរហូតអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកនរគ្នាចាំវីដេអូក្រោយលំអិតជាងនឹងអ្នកនរគ្នា